ចាពីម្សិលមិញខ្ញុំបានឃើញវីដេអូរបស់បងអូនស្រីម្នាក់គាត់បានshareអំពីអ្វីដែលពលរដ្ឋខ្មែរយើងគួរតែធ្វើនៅក្នុងកលៈទេសៈដែលសៀមកំពុងតែឈ្លានពានយ៉ាងសាហាវព្រៃផ្សៃនេះចានាងខ្ញុំក្នុងនាមជាម្ចាស់ផលិតផលខ្មែរម្នាក់ចាផលិតផលខ្មែរឈានមុខចានាងខ្ញុំក៏សូមរួមចំណែកក្នុងការចាបញ្ចេញជាមតិដើម្បីឲ្យបងប្អូនពលរដ្ឋខ្មែរយើងចាមានគោលចំហរឹងមាំអារម្មណ៍នឹងណក្នុងកលៈទេសៈនេះកុំឲ្យសត្រូវឈ្លានពានឃើញនៅអ្វីដែលវាចង់បានមិនត្រឹមតែការវាយប្រហារយើងដោយអាវុធគឺវាចង់បំផ្លាញយើងដោយបញ្ហាចិត្តសាស្ត្រទៀតគឺវាធ្វើយ៉ាងណាបំភ័យអារម្មណ៍ប្រជាជនខ្មែរយើងចាឲ្យមានអារម្មណ៍លែងមូលចាអារម្មណ៍អត់នឹងណចាប្រកបរបររស់ស៊ីធ្វើការងារអីក៏ដោយគឺអត់សូវបានល្អដូចមុនប៉ុន្តែសូមបញ្ជាក់បន្ថែមថាក្នុងកលៈទេសៈនេះបើបងប្អូនធ្វើឲ្យការចាលក់ដូរជំនួញជួញប្រែឬក៏ការងាររបស់បងប្អូនចាមិនមានភាពធម្មតាឬក៏អាចយើងនិយាយថាធ្លាក់ដៃជាងមុនអីអានេះហើយគឺជាអ្វីដែលសត្រូវឈ្លានពានសៀមឈួតចង្រៃនេះចាវាចង់ឃើញចាដូច្នេះបងប្អូនត្រូវតែចាធ្វើយ៉ាងណាកាន់តែខំប្រឹងប្រែងក្នុងការជួញដូរលក់ដូររកស៊ីធ្វើការងារកាន់តែពុតដៃគ្នាសស័កសស្រាំធ្វើយ៉ាងណាឲ្យដំណើរការងារការលក់ដូរជួញដូរក្នុងចរន្តសេដ្ឋកិច្ចយើងចាឲ្យបានធម្មតាឬក៏កាន់តែល្អជាងមុនចាអ្នកដែលប្រកបរបររស់ស៊ីធ្លាប់លក់ដូរបែបណាគួរតែលក់ដូរបែបនោះត្រូវតែលក់ដូរបែបនោះចាអ្នកទិញធ្លាប់ទិញក្នុងកម្រិតណាបងប្អូនត្រូវតែជួយទិញគ្នាក្នុងកម្រិតនោះឲ្យយើងចាអាចមានលទ្ធភាពក្នុងការជួយជំនួយទៅដល់បងប្អូននៅជួរមុខបងវីរៈកងទ័ពនិងជនភៀសសឹកចាបើយើងចាមានអារម្មណ៍មិនដឹងណក្នុងការរកស៊ីតើយើងនឹងមិនមានលទ្ធភាពក្នុងការជួយបន្តទៅដល់បងប្អូនវីរៈកងទ័ពដែលកំពុងត្រូវការជំនួយពីយើងជាអ្នកជួរក្រោយនេះបងប្អូនដែលកំពុងធ្វើការតាមអង្គភាពអង្គការក្រុមហ៊ុននានាគឺបងប្អូនត្រូវតែបន្តផ្ដោតទៅលើការងារចាពង្រឹងការងាររបស់ផ្ទាល់ខ្លួនចាពង្រឹងការងារខ្លួនឯងធ្វើយ៉ាងណាជួយទៅដល់អង្គភាពឲ្យកាន់តែរីកចម្រើននេះហើយគឺជាស្មារតីគ្រប់គ្រងសាមគ្គីពិតប្រាកដហើយវាគឺជាចរន្តសេដ្ឋកិច្ចដ៏សំខាន់វាជាកម្លាំងចលករដ៏សំខាន់ដែលយើងអាចជួយទៅដល់បងប្អូនវីរៈកងទ័ពនៅជួរមុខនឹងបងប្អូនជនភៀសសឹកបានមានលឺនៅការលិចហៀងមួយចំនួនដែរចាបងប្អូនខ្លះគាត់និយាយថាដូចរៀងអស់អារម្មណ៍រៀងអីអត់ទេបងប្អូនធ្វើចឹងគឺឲ្យសត្រូវឈ្លានពានវាចង់បានឲ្យយើងមានអារម្មណ៍ចិត្តសាស្ត្រហ្នឹងបងប្អូនមានបញ្ហាផ្លូវចិត្តហ្នឹងចាអញ្ចឹងហើយយើងកាលណាយើងមានអារម្មណ៍យើងអត់ដឹងមានបញ្ហាផ្លូវអារម្មណ៍យើងនេះហើយវាគឺចង់ឲ្យយើងជួបបញ្ហាកន្លែងហ្នឹងតែម្ដងពូពេលដែលយើងជួបបញ្ហាកន្លែងហ្នឹងគឺអារម្មណ៍យើងលែងនៅក្នុងការធ្វើអ្វីមួយដែលយើងធ្លាប់ធ្វើហើយនឹងចំណុចមួយទៀតសម្រាប់បងប្អូនចាបងប្អូនមួយចំនួនតូចគាត់មានវាយប្រហារទៅអ្នកលក់ដូរទៀតចាថានៅក្នុងកលៈទេសៈហ្នឹងឯងមិនក៏ឃើញតែខំលក់ដូរចាបងប្អូនគឺបងប្អូនសុំមេត្តាបញ្ឈប់កន្លែងនេះជាបន្តចាបើគាត់មិនលក់ដូរតើគាត់បានថវិកាមកពីណាដើម្បីជួយទ្រទ្រង់ក្នុងសេដ្ឋកិច្ចជាតិសេដ្ឋកិច្ចគ្រួសារជាពិសេសនោះគឺជំនួយបន្តបន្ទាប់ទៅដល់បងវីរៈកងទ័ពនិងជនភៀសសឹកចាសូមបងប្អូនដែលមានការបញ្ចេញមតិដ៏អវិជ្ជមាន